សួស្តីនិស្សិតពេទ្យទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍ហើយជាជំងឺដែលកើតច្រើននៅក្នុងស្រុកខ្មែរយើងផងដែរចំណងជើងដែលត្រូវនឹងលើកឡើងនោះគឺជំងឺក្រិនថ្លើមភាសាបារាំងហៅថា Cirrhosis អង់គ្លេសហៅថា Hepatic Cirrhosis ខ្ញុំនឹងលើកឡើងតើអ្វីទៅជានិយមន័យរបស់វាមូលហេតុនៃការក្រិនថ្លើមនោះគឺអ្វីហើយថាតើក្នុងការធ្វើរោគវិនិច្ឆ័យតើយើងត្រូវធ្វើដូចម្តេចដោយផ្អែកទៅលើ clinic ដែលជារោគសញ្ញាហើយនិង para clinic ដើម្បីជួយស្វែងរកនិងបញ្ជាក់ថាតើការធ្វើរោគវិនិច្ឆ័យនេះត្រឹមត្រូវដែរទេហើយតើយើងត្រូវធ្វើរោគវិនិច្ឆ័យ differentiate យើងថា diagnostic differentiate ថាតើផាត់ចោលជំងឺនោះយ៉ាងដូចម្តេចថាតើជំងឺក្រិនថ្លើមនេះវាមានផលវិបាកអ្វីដែលគួរឲ្យកត់សម្គាល់ឬក៏អាចធ្វើឲ្យជំងឺស្លាប់ដែរឬទេព្រមទាំងការបញ្ជាក់អំពីការព្យាបាលមួយចំនួនផងដែរបាទអញ្ចឹងយើងនឹងធ្វើការបកស្រាយដូចតទៅជាទូទៅថ្លើមរបស់យើងថាមាន1គីឡូ4ខាំយើងថាអាចថា1គីឡូកន្លះហើយវាស្ថិតនៅក្នុងផ្នែកខាងស្ដាំហៅថា hypogon យើងថាជា hypogon ធាត់ជាទូទៅបើយើងនិយាយអំពីរចនាសម្ព័ន្ធនៃ anatomy នៃថ្លើមគឺថ្លើមចែកចេញជា4លូបគឺចែកចេញជា4ខ្លែបឆ្វេងស្ដាំលូបកូដេហើយនិងលូបការ៉េផងដែរបើយើងផ្អែកទៅលើការផ្ដោតនិយមន័យរបស់វាគឺគេបញ្ជាក់ទៅលើការច្រប់សាច់ជក់ទៅមើលនៃការក្រិនថ្លើមប៉ុន្តែវិទ្យាសាស្ត្រឥឡូវមានការជឿនលឿនយើងគ្រាន់តែធ្វើរោគវិនិច្ឆ័យដោយមិនចាំបាច់ច្រប់សាច់ក៏បានដែរដំបូងទីយើងត្រូវស្គាល់និយមន័យវាសិនតើអ្វីទៅជាជំងឺក្រិនថ្លើមជំងឺក្រិនថ្លើមគឺជាការប៉ះពាល់គ្រប់ទីកន្លែងទាំងអស់ឬក៏មួយកន្លែងនៃកោសិកាថ្លើមអាចមានលក្ខណៈជាក្រិនទី1គឺមានលក្ខណៈក្រិនទី2ជាណូឌីលជាដុំសាច់មូលតូចហើយនឹងអាចប៉ះពាល់នឹងរចនាសម្ព័ន្ធកោសិកាថ្លើមដែលល្អដល់ទៅទៀតនេះគឺជានិយមន័យរបស់វាបើសិនជាយើងកលេចទៅមើលនេះគឺជាថ្លើមមួយដែលល្អហើយខាងក្រោមនេះគឺជាថ្លើមមួយដែលក្រិនទៅហើយគឺវាមានលក្ខណៈជាលក្ខណៈក្រិនមានណូឌីលហើយរចនាសម្ព័ន្ធរបស់កោសិកាថ្លើមមិនដូចមុនទេបើយើងក៏លេចមើលទៅលើមូលហេតុដែលជួបញឹកញាប់ច្រើនជាងគេនោះនៅក្នុងការក្រិនថ្លើមគឺអាល់កុលនេះហើយដែលមានលក្ខណៈកើតច្រើនជាងគេបំផុតហើយទី2នេះគឺដោយសារតែការឆ្លងនៅគេថា hepatitis B ហើយនិង C BC និយាយថារលាកក្រិនជំងឺរលាកថ្លើម B និង C ដោយសារតែ virus ដោយសារតែ virus នេះឯងហើយបន្ទាប់មកទៀតដោយសារតែគេហៅថា malnutrition គឺការលើសពិសេសគឺលើសដៃ hemochromatosis ជំងឺលើសជាតិដែកនេះហើយដែលក៏និយាយថាជាជំងឺដំណពូជដែលអាចធ្វើឲ្យគាត់ក្រិនថ្លើមផងដែរមូលហេតុទី4នោះគឺជាជំងឺដែលការបំផ្លាញថ្លើមដោយសារប្រវត្តិដោយខ្លួនឯងដែលមានអង្គទីកឬក៏មួយទៀតដោយសារតែ leakage ដោយសារគ្រោះនៅក្នុងថង់ទឹកបំផាត់ដោយមិនមានការព្យាបាលត្រឹមត្រូវនេះគឺជាមូលហេតុដែលជួបញឹកញាប់ជាងគេជាក់ស្ដែងដោយនៃជំងឺក្រិនថ្លើមតែម្ដងគឺការផឹកស្រាដែលពិសេសគឺការផឹកស្រាចំពោះមនុស្សប្រុសនេះលើសពី60ក្រាមក្នុងមួយថ្ងៃហើយចំពោះមនុស្សស្រីវិញលើសពី40ក្រាមក្នុងមួយថ្ងៃនោះជាកត្តាដែលងាយធ្វើឲ្យគាត់បង្កើតជាជំងឺក្រិនថ្លើមនេះហើយបើយើងក៏លេចមើលទៅលើការធ្វើរោគវិនិច្ឆ័យនៃ cirrhosis នៃការក្រិនជំងឺក្រិនថ្លើមដោយសារអាល់កុលនេះឯងគឺយើងមានរោគសញ្ញាដូចតទៅដោយយើងបែងចែកជាសង្គ្រាម2សំខាន់យើងអាចថាជាសង្គ្រាមជាស៊ីនក៏បានដែរស៊ីននេះ insuffisance hépatocellular គឺរោគសញ្ញានៃជំងឺខ្សោយនៃកោសិកាថ្លើមដែលយើងឃើញរោគសញ្ញាដំបូងគេបំផុតនោះគឺហៅថា icter គឺជំងឺហៅថាខាន់លឿងយើងជារោគសញ្ញាខាន់លឿងទី2ដែលយើងក៏លេចឃើញមាន oncostalia ដែលមានលក្ខណៈក្រហមនៃសរសៃឈាមនឹងរីកធំដែលស្ថិតនៅពីច្រើនគឺស្ថិតនៅលើទ្រូងខ្នងហើយនៅអវយវៈខាងលើរោគសញ្ញាបន្ទាប់ទៀតនោះគឺយើងឃើញមានគេហៅថា hypocratisme digital ដោយសារតែកង្វះ epoxy chronic នោះទៅជាកត្តាមូលហេតុ
ហើយនឹងឃើញមានរូបសញ្ញាស៊ីងដ៏ធំមួយទៀតគឺស៊ីងអ៊ីប៉េតងជប៉ុកតាល់យើងថាដោយសារតែមានការតឹងនៃ pressure នៃសម្ពាធដែលនៅក្នុងវ៉ែនប៉កដែលរូបសញ្ញាយើងសង្កេតឃើញដូចជា splenomegaly គឺយើងឃើញអណ្ដើកនេះគឺមានលក្ខណៈរីកធំតែម្ដងបាទនេះគឺអណ្ដើកធម្មតានេះគឺអណ្ដើកដែលរីកធំដែលយើងស្ទាបទៅផ្នែកខាងឆ្វេងក្រោមឆ្អឹងជំនីយើងឃើញមានប៉ះជាមួយនឹងដៃរបស់យើងសង្កេតយើងមានអារម្មណ៍ថាវាមានរីកធំខុសពីធម្មតាហើយរូបសញ្ញាបន្ទាប់ទៀតនោះគឺយើងឃើញមានទីទឹកបាទនេះគឺទីទឹកអាចមានលក្ខណៈអាចមានទឹកច្រៅទឹកតិចទៅតាមប្រភេទការវិវត្តនៃជំងឺរបស់គាត់ហើយនឹងបន្តមកទៀតគឺយើងឃើញ circulation កង្វែងនៅ collateral គឺយើងឃើញមានអសរសាយវ៉ែនធំរិចដោយសារតែការចោលដូចឈាមមិនអាចឡើងនៃការធ្វើដំណើរធម្មតារបស់ចរន្តឈាមដែលនៅក្នុង system ប៉បើយើងក៏លេចមើលទៅលើការធ្វើរូបវិនិច្ឆ័យមួយទៀតមិញយើងបាននិយាយអំពី clinic ឥឡូវយើងចូល paraclinic ដែលយើងបញ្ជាក់ថាតើរូបវិនិច្ឆ័យដែលយើងគិតនោះវាត្រឹមត្រូវដែរទេប៉ុន្តែមិនជាថា laboratoire paraclinic គឺវាមិន specific ដូចទេដែលយើងអាចសង្កេតដែលយើងអាចដូសាយើងអាចយកឈាមទៅមើលដូចជា gamma GT មានការកើនឡើង EGR មានការកើនឡើងបើសិនជា0ដូចជា0ដោយសារតែក្រិនថ្លាប់ដោយសារតែគាត់ផឹកស្រាហើយbilirubinភូស្វតាអាកាលីតវាអាចឡើងឬក៏អាចធម្មតាអ្វីដែលយើងឃើញនោះគឺឃើញមាន albumin ហើយនឹង TP របស់គាត់មានការធ្លាក់ចុះបើសិនជាគាត់មានលក្ខណៈយើងថាជាសិញនៃការខ្សោយកោសិកាថ្លើម insuffisance hepatocellulaire អ្វីដែលសំខាន់នោះគឺមាន TP ហើយនឹង factor 5 factor sign យើងថា TP ទៅនឹង prothrombin មានលក្ខណៈធ្លាក់ចុះហើយនឹង factor ទី5មកវាមានលក្ខណៈធ្លាក់ចុះនោះបញ្ជាក់ថាគាត់មានជំងឺខ្សោយនៃកោសិកាថ្លើមទៅហើយជារោគសញ្ញាមួយដែលធំដែលយើងបានបែងចែកក្នុងការធ្វើរោគវិនិច្ឆ័យ2បញ្ជាក់ម្ដងទៀតទី1គឺ insuffisance hepatocellulaire មានន័យថាមានសញ្ញានៃការខ្សោយកោសិកាថ្លើមហើយទី2គឺ hypertension portal គឺជាសញ្ញានៃការតឹងសម្ពាធក្នុង system ប៉កពិសេសគឺនៅម្ដុំថ្លើមនេះបើយើងក៏លេចមើលទៅលើថាតើក្នុងការធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់ថាគាត់ភាគច្រើនអាកុលសាកលផឹកស្រាលើសពីបរិមាណមួយកំណត់ដែលថ្លើមមិនអាចទ្រាំទ្របានបញ្ចេញជាតិពុលបានតុកស៊ីកនៃកោសិកាថ្លើមនោះតើយើងធ្វើរោគវិនិច្ឆ័យ diagnostic differential ជាមួយនឹងការពុលស្រាដូចម្ដេចដល់យើងផ្អែកទៅលើគិតថាតើគាត់សួរគាត់ថាតើគាត់អាចមានជំងឺកណ្ដាលដោយសារតែ hepatitis B ឬក៏ C ដែរទេអញ្ចឹងដើម្បីបញ្ជាក់ថាតើគាត់មានជំងឺកណ្ដាលដោយសារ BC នោះគឺយើងស្វែងរកនៅអង់ទីហ្សែន HbS បើសិន negative មានន័យថាគាត់មិនមានជំងឺរលាកថ្លើម B ទេទីទៅវិញបើសិនជាគាត់មានជំងឺរលាកថ្លើម B មានន័យថាគាត់អាចកណ្ដាលដោយសារជំងឺរលាកថ្លើម A នេះឯងមួយវិញទៀតបើសិនជាយើងសង្ស័យថាគាត់មានជំងឺរលាកថ្លើម C ហើយយើងត្រូវស្វែងរកឈាមនៅក្នុងឈាមរបស់គាត់នៅអង្គទីកអង្គទី HCV បើសិនជាមិនមានន័យថាគាត់មិនមានជំងឺរលាកថ្លើម C ទេតែបើមានន័យថាគាត់មានជំងឺរលាកថ្លើម C នេះឯងអញ្ចឹងយើងអាចគិតបានហើយថាទី1យើងអាចធ្វើថាសួរគាត់ថាតើគាត់អាចមានផឹកស្រាទេបើសិនផឹកស្រាគាត់អាច zero before ដោយសារតែ alcoholic ដែលជួបយើងញាប់ទី2អាចដោយសារ hepatitis B ឬក៏ C ដែលយើងបានរៀបរាប់ដូចតទៅហើយមួយទៀតនោះគឺដោយសារតែ genetic ពងគាត់ដោយសារតែមានការផលិតជាដែកនោះច្រើនដោយសារតែគាត់ប្រើប្រាស់ដែកលើសបរិមាណកំណត់ដែលហៅថា hemochromatosis ដែលពីច្រើននេះជាជំងឺ genetic ពីកំណើតយើងហៅថាហ្នឹងហើយពីកំណើតនេះគឺជាផលវិបាកតើ complication ផលវិបាកនៃជំងឺកណ្ដាលថ្លើមមានអ្វីខ្លះយើងរៀបរាប់ដូចតទៅទី1គឺ hemorrhagic digestive ដោយសារតែការរហែកនៃសរសៃវ៉ែនដែលស្ថិតនៅក្នុងកនៃក្រពះនេះតែម្ដងដោយសារតែកោសិកាថ្លើមនេះឡើងរឹងហើយដូច្នេះសរសៃវ៉ែនឈាមដែលត្រូវរត់ពីក្រោមឡើងលើនេះមិនអាចរត់ឡើងបានទេជាមូលហេតុធ្វើឲ្យមានការធ្លាយនៃសរសៃវ៉ែននៅក្នុងអូសូហ្វាឬក៏នៅក្រពះផងដែរអញ្ចឹងដែលហៅថា hemorrhagic digestive ដោយសារតែរ៉ាប់ទាវ៉ែនអូសូហ្វាឈាមហើយមួយវិញទៀតនេះជាការបញ្ជាក់នៃការរីក
ប៉ោងនៃសរសៃវ៉ែនដែលងាយនឹងធ្វើឲ្យគាត់មានការហូរឈាមអាចធ្វើឲ្យគាត់គ្រោះថ្នាក់ដល់ជីវិតផងដែរឯផលវិបាកទី2នោះគឺការកើតជំងឺទីកទឹករបស់គាត់ហើយការដែលជាមូលហេតុធ្វើឲ្យមានសង្ទ្រមអេប៉ាតូរីណាគឺមានការខ្សោយនៃតម្រងនោមនៅពេលនោះដោយសារតែតម្រងនោមប្រឹងបិទសរសៃឈាមដែលធ្វើឲ្យ restriction នៃ arterial អញ្ចឹងធ្វើឲ្យមូលហេតុធ្វើខ្សោយតម្រងនោមក្នុងរយៈកាលថា insuffisance renal functional មួយពេលហ្នឹងតែម្ដងឯផលវិបាកទី2មិញយើងបានហើយថាទី2គឺទីទឹកនេះមិនខុសគ្នាបានដែរគឺទីទឹកធ្វើឲ្យគាត់មានសភាពមួយហើមមិនត្រឹមតែទីទឹកនៅពោះទេគឺអវយវៈក្រោមរបស់គាត់ក៏មានលក្ខណៈហើមផងដែរឯផលវិបាកទី3នោះគឺ encephalopathy hepatic គឺមានការពុលដល់ system nervous ប្រព័ន្ធខួរក្បាលរបស់គាត់ធ្វើឲ្យគាត់អាចវង្វេងវង្វាន់ដែលមានសភាពធ្ងន់ធ្ងររហូតទៅដល់យើងហៅថាសន្លប់នោះឯងដែលគេបែងចែក encephalopathy ជា3 start start A start 2 start 3 start A គឺនិយាយថា conscious គាត់ normal ក៏ប៉ុន្តែគាត់មាន astheresis មានការប៉ះពាល់តិចតួចនៃរោគសញ្ញាទាក់ទងប្រព័ន្ធប្រសាទហើយទី2គឺហៅថា trouble attention គឺអាចមានសភាពមួយមានវេទវង្វាន់ហើយមិនស្គាល់បងប្អូនឧទាហរណ៍អញ្ចឹងហើយ start ទី3នោះគឺគាត់សន្លប់ឬអាចជាមួយនឹងគេហៅថា ödem ហើមនៃកោសិកាខួរក្បាលតែម្ដងហើយផលវិបាកទី4ដែលយើងប្រទះឃើញនោះគឺការឡើងលឿងនេះឯងដែលហៅថា icter ហើយផលវិបាកទី5គឺយើងថាមាន infection មួយទៀតដោយសារ liquid នៃ acid នៃទឹករបស់គាត់នៃទឹករបស់គាត់ដំណាក់កាលចុងក្រោយគឺមហារីកនេះឯងហៅថា cancer ឬក៏ cancer du foie ជាដំណាក់កាលចុងក្រោយរបស់គាត់ហើយបើយើងក៏លេចមើលទៅលើការព្យាបាលដែលយើងកាន់ថ្លើមគឺយើងព្យាបាលនឹងរោគសញ្ញាប៉ុណ្ណោះទប់នៃការវិវត្តរបស់វាអញ្ចឹងការព្យាបាលរបស់យើងប្រើប្រាស់ថ្នាំដោយឧទាហរណ៍ដូចជាការព្យាបាលទី1គឺអាស៊ីតទីទឹករបស់គាត់ដែលយើងប្រើពួកថ្នាំបញ្ចុះទឹកនោម Uritica យើងអាចប្រើពួក antialdosterone adaptone ពី100ទៅ400 មីលីក្រាមក្នុងមួយថ្ងៃឬ Lacilic បើសិនជា Eshec adaptone 20ទៅ80 មីលីក្រាមក្នុងមួយថ្ងៃទី2បើសិនជាគាត់មាន infection មានក្តៅខ្លួនដោយសារតែ liquid acid គាត់ហ្នឹងយើងប្រើពួក antibiotic antibiothérapie ដោយប្រើពួក Augmentin cephalosporin toxination ឬក៏ពួក quinolone ប៉ុន្តែបើសិនជាក្នុងករណីដែលគាត់មាន encephalopathy គាត់ toxic ដល់កោសិកាប្រព័ន្ធប្រសាទរបស់គាត់ហើយយើងប្រើថ្នាំបញ្ចុះលាមកយើងប្រើពួក lactulose ដែលថ្នាំមានយើងប្រើឈ្មោះនងក៏ Mexia គឺ Diflac ហើយប្រើពី50ទៅ100ក្រាមក្នុងមួយថ្ងៃហើយដំណាក់កាលចុងក្រោយបើយើងព្យាបាលទៅលើក្នុងករណីដែលគាត់មហារីកយើងហៅថា CHC carcinoma hepatocellular នោះកងសេដំណាក់កាលចុងក្រោយមានតែធ្វើការវាកាត់ដូរកាត់ផ្នែកដែលក្រិនចោលយើងអាចប្លុកនៃកោសិកាមហារីកដោយប្រើអាល់កុលដោយប្រើពួក chimio embolisation គឺផ្ដាច់អាទែដែលធ្វើឲ្យកោសិកាថ្លាមមហារីកនោះហើយនឹងដំណាក់កាលចុងក្រោយគឺយើងធ្វើផ្លាស់ប្ដូរថ្លើមនេះឯងដែលធ្វើការវាកាត់ផ្លាស់ប្ដូរថ្លើមហៅថា transplantation hepatic នេះជាដំណាក់កាលនៃផលវិបាកចុងក្រោយដែលយើងហៅថាមហារីកត្រូវតែធ្វើការផ្លាស់ប្ដូរថ្លើមបានអាចបន្តជីវិតបានហើយនៅក្នុងការធ្វើរោគវិនិច្ឆ័យតើកម្រិតនៃការស្លាប់របស់គាត់កម្រិតណាដែលយើងប្រើគេហៅថា classification de pronostic de survie ដែលយើងប្រើគឺ classification នៃ Charles Put បាទ classification នេះសូមនិយាយខ្លីៗដោយ Charles Put ហ្នឹងដើម្បីធ្វើការបែងចែកតើគាត់មានផលវិបាកឬក៏ប៉ះពាល់ដល់ជីវិតគាត់កម្រិតណាដោយមិនធ្វើការរៀបរាប់ស៊ីជម្រៅនោះទេបាទសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃសម្រាប់ការទស្សនាវីដេអូនេះគោលបំណងគឺសម្រួលដល់និស្សិតពេទ្យក្នុងការសិក្សាពិសេសគឺឆ្នាំទី1ទី2ទី3តែម្ដងគឺ page Facebook Gem Physiology បាទសូមអរគុណចំពោះការតាមដាន